ការធ្វើស្រែស្រូវបង្កបង្កើនផលគឺជាមុខរបរមួយដ៏សំខាន់សម្រាប់ប្រជាជនខ្មែរដែលរស់នៅតាមជនបទជាទម្លាប់ពីសម័យមុនប្រជាកសិករខ្មែរបានប្រើប្រាស់សត្វពាហនៈដូចជាគោក្របីដើម្បីជាមធ្យោបាយនៅក្នុងការភ្ជួររាស់និងកម្លាំងអូសទាញផ្សេងៗទៀតដែលឡែកសម្រាប់សម័យបច្ចុប្បន្នដោយសារបច្ចេកទេសមានការរីកចម្រើនប្រជាកសិករបានងាកមកប្រើប្រាស់គ្រឿងម៉ាស៊ីនជំនួសវិញដោយឡែកការចិញ្ចឹមសត្វគោដើម្បីប្រើប្រាស់ជាកម្លាំងអូសទាញមានការថយចុះគួរឲ្យកត់សម្គាល់ដូច្នេះប្រជាកសិករខ្មែរមួយចំនួនបានងាកមកចិញ្ចឹមគោដើម្បីពាណិជ្ជកម្មពោលគឺសម្រាប់លក់យកសាច់ដែលជាជម្រើសមួយដ៏ល្អប្រសើរដើម្បីបង្កើនចំណូលក្នុងគ្រួសារបច្ចុប្បន្ននេះរដ្ឋាភិបាលកម្ពុជាបានចាត់ទុកវិស័យចិញ្ចឹមសត្វជាវិស័យអាទិភាពមួយនៅក្នុងការចូលរួមចំណែកកាត់បន្ថយភាពក្រីក្រជាក់ស្ដែងតាមរយៈគម្រោងរបស់សហគមន៍អឺរ៉ុបដែលអនុវត្តដោយនាយកដ្ឋានផលិតកម្មនិងបសុព្យាបាលនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបាននាំមកនូវបច្ចេកទេសថ្មីនៅក្នុងការបង្កាត់គោដោយសិប្បនិម្មិតការបង្កាត់គោដោយសិប្បនិម្មិតនេះអាចផ្លាស់ប្ដូរពូជគោពីតូចមកគោសាច់មាឌធំមានទម្ងន់ធ្ងន់ដែលលូតលាស់លឿននិងលក់បានក្នុងតម្លៃថ្លៃជាងគោនៅក្នុងស្រុកជំរាបសួរលោកស្រីប្រិមត្តទូរទស្សនិកជនជាទីគោរពដោយលោកអ្នកបានដឹងស្រាប់ហើយថាប្រជាកសិករខ្មែរយើងមួយចំនួននៅតែបន្តទម្លាប់នៃការចិញ្ចឹមគោតាមទម្លាប់និងតាមបែបធម្មជាតិដោយប្រឡែងឲ្យគោស៊ីស្មៅតាមទីវាលនិងស៊ីចំបើងនៅពេលដែលមេគោរបស់គាត់ត្រូវការរកឈ្មោលម្ដងគឺគាត់ត្រូវតែដាក់រកគោបាមកបង្កាត់ផ្ទាល់នៅនឹងកន្លែងរបស់គាត់ឬក៏ពេលខ្លះគោអាចបង្កាត់គ្នាតាមលក្ខណៈធម្មជាតិនៅតាមទីវាលការធ្វើបែបនេះអាចធ្វើឲ្យការបង្កាត់មានលក្ខណៈជាន់ឈាមគ្នាដែលធ្វើឲ្យកូនគោកើតមកមានមេទូចមានការលូតលាស់មិនល្អនិងមិនអាចធន់នឹងជំងឺដូច្នេះខ្ញុំបាទសូមអញ្ជើញទស្សនិកជនតាមដានទស្សនានៅវីដេអូឯកសារមួយដែលស្ដីអំពីវិធីសាស្ត្រនៃការបង្កាត់ពូជគោតាមលក្ខណៈសិប្បនិម្មិតដែលគ្រប់គ្រងដោយគម្រោងរបស់សហភាពអឺរ៉ុបតើលោកអ្នកចង់ដឹងទេថាការបង្កាត់ពូជគោតាមលក្ខណៈសិប្បនិម្មិតនេះអាចផ្ដល់អត្ថប្រយោជន៍យ៉ាងម៉េចខ្លះដល់ប្រជាកសិករនិងមានលក្ខណៈយ៉ាងណានោះដូច្នេះសូមអញ្ជើញលោកលោកស្រីតាមដានទស្សនាដូចតទៅក្នុងគោលបំណងដើម្បីកាត់បន្ថយថ្លៃដើមនិងលើកកម្ពស់ការចិញ្ចឹមសត្វនៅកម្ពុជាតាមរយៈគម្រោងជំនួយរបស់សហគមន៍អឺរ៉ុបនាយកដ្ឋានផលិតកម្មនិងបសុព្យាបាលនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានខិតខំក្នុងការរៀបចំវគ្គបណ្ដុះបណ្ដាលដល់បសុពេទ្យនិងភ្នាក់ងារពេទ្យសត្វកម្ពុជាអំពីបច្ចេកទេសនៅក្នុងការបង្កាត់គោសិប្បនិម្មិតនិងជាពិសេសផ្សព្វផ្សាយបង្កើនការយល់ដឹងដល់ប្រជាកសិករកម្ពុជាដោយសារប្រជាកសិករមួយចំនួនមិនទាន់មានជំនឿមុតមាំលើបច្ចេកវិទ្យាថ្មីមួយនេះ80% នៃកសិករនៅទូទាំងប្រទេសនេះមាន 75% ជាអ្នកចិញ្ចឹមសត្វប៉ុន្តែការចិញ្ចឹមសត្វរបស់គាត់មិនទាន់បានទទួលលទ្ធផលល្អប្រមាណនេះឡើយដោយសារថាស្ថានភាពបម្រែបម្រួលអាកាសធាតុខ្វះដំណាំចំណីសត្វសម្រាប់គោក្របីហើយដើមឡើយកសិករមិនទាន់យល់ឃើញថាការចិញ្ចឹមគោក្របីគឺជាការចិញ្ចឹមសម្រាប់ធ្វើអាជីវកម្មឬក៏សម្រាប់លក់ដូរទេគាត់ចិញ្ចឹមសម្រាប់តែភ្ជួររស់ទឹកដៅរបស់រាជរដ្ឋាភិបាលគឺចង់ឲ្យកសិករដែលចិញ្ចឹមសត្វខ្នាតតូចបែបនេះគាត់មិនមែនត្រឹមតែចិញ្ចឹមសម្រាប់បម្រើឲ្យការភ្ជួររស់ទេត្រូវធ្វើពាណិជ្ជកម្មដើម្បីធ្វើម៉េចឲ្យការចិញ្ចឹមសត្វខ្លាយទៅជាមុខរបររកចំណូលសម្រាប់គ្រួសារមួយដ៏សំខាន់គម្រោងមានផ្នែក3សំខាន់ទី1រៀបចំពង្រឹងសមត្ថភាពស្ថាប័នដើម្បីរៀបចំគម្រោងនិងអនុវត្តគម្រោងហើយក្នុងនោះដែរក៏មានពង្រឹងសមត្ថភាពការបង្កើនសមត្ថភាពបន្ថែមពាក់ព័ន្ធបច្ចេកទេសរបស់មន្ត្រីទាំងថ្នាក់កណ្ដាលរហូតដល់ថ្នាក់ក្រោមជាតិអញ្ចឹងដើម្បីឲ្យគេមានសមត្ថភាពជួយដល់សេវាកម្មដល់កសិករប្រកបដោយប្រសិទ្ធភាពទី2យើងក៏មានភ្នាក់ងារសុខភាពសត្វភូមិដែលនៅតាមស្ទើរតែគ្រប់ភូមិអញ្ចឹងយើងពិនិត្យមើលហើយបដិបដាលគាត់បន្ថែមថាតើភូមិណាដែលខ្វះភ្នាក់ងារសុខភាពសត្វភូមិភូមិណាដែលមិនទាន់មានយើងជ្រើសរើសបដិបដាលគាត់ថែមទៀតហើយក្នុងផែនការហ្នឹងមាន2100នាក់ក្នុងរយៈពេល5ឆ្នាំហ្នឹងហើយ
អ្នកងារសុខភាពសត្វភូមិហ្នឹងគាត់នឹងទទួលបានការបដិបត្តិបន្ថែមហើយក៏មានគ្រប់គ្រងដល់សម្ភារៈបរិក្ខារដល់មួយចំនួនទៀតដើម្បីឲ្យគាត់មានលទ្ធភាពជួយដល់សេវាកម្មដល់កសិករអញ្ចឹងគាត់នៅក្នុងភូមិស្រាប់ហើយងាយស្រួលក្នុងការជួយហ្នឹងហើយកសិករថាតើកសិករទទួលបានអីពីគម្រោងហ្នឹងគាត់ទទួលបាននឹងជាផ្នែកទី3ដែលថាគ្រប់គ្រងដោយផ្ទាល់ដល់អ្នកចិញ្ចឹមសត្វខ្នាតតូចហ្នឹងគាត់ទទួលបានបច្ចេកទេសក្នុងការចិញ្ចឹមតាមរយៈការផ្ដល់សេវាកម្មដោយមន្ត្រីរដ្ឋាភិបាលផងដោយផ្នែកឯកជនផងអញ្ចឹងគាត់ចេះថាតើគាត់ត្រូវចិញ្ចឹមសត្វរបៀបណាដើម្បីសត្វគាត់ទទួលបានសត្វគាត់មានថ្លៃដើមផលិតកម្មថោកដើម្បីពង្រីកវិសាលភាពនៃគម្រោងបង្កើតសិប្បនិមិត្តគោរបស់សហគមន៍អឺរ៉ុបនាយកដ្ឋានបសុព្យាបាលបានរៀបចំវគ្គបណ្ដុះបណ្ដាលដល់បសុពេទ្យតាមស្រុកឃុំនិងភូមិដើម្បីស្វែងយល់ឲ្យបានច្បាស់និងជាពិសេសអាចផ្សព្វផ្សាយបន្តដោយផ្ទាល់ដល់ប្រជាកសិករកម្ពុជាដែលចិញ្ចឹមគោនៅតាមទីជនបទទូទាំងប្រទេសខ្ញុំយល់ថាព្រឹកនេះមានសារៈសំខាន់ខ្លាំងមែនទែនសម្រាប់ផ្សព្វផ្សាយទៅដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងមូលអ្នកចូលរួមព្រឹកនេះគឺមានលោកប្រធានមន្ត្រីកសិកម្មលោកប្រធានការិយាល័យផលិតកម្មបច្ចុប្បន្នខេត្តមានលោកអភិបាលរងស្រុកជើងចូលរួមលោកមីឃុំលោកជំទប់លោកប្រធានភូមិពេទ្យសត្វឃុំភូមិទាំងអាជីវករអ្នកទិញគោលក់គោមានអ្នកតំណាងគោបាក៏ដូចជាអ្នកដែលបានទទួលផលពីការប្រកាសសិប្បនិមិត្តហើយគាត់លក់បានថ្លៃទៅហើយដូច្នេះយើងអញ្ជើញគាត់មកគ្រាន់តែជាតំណាងគោលដៅសំខាន់នេះយើងដឹងហើយថាពូជដើម្បីកែប្រែពូជក្នុងប្រទេសកម្ពុជារបស់យើងនឹងវាទាល់តែយើងនឹងត្រូវជំរុញផ្សព្វផ្សាយអំពីបច្ចេកទេសការបង្កាត់គោដោយសិប្បនិមិត្តកន្លងមកយូរលងទៅហើយយើងនាំគោបាពូជអប្រាម៉ាន់ក៏ដោយអារ្យាណាចូលប្រទេសកម្ពុជាហើយរាប់សិបឆ្នាំមកហើយគោបាប្រមាណក្បាលនោះវាពាក់មេគោនៅក្នុងប្រទេសកម្ពុជាទាំងមូលវាធ្វើឲ្យមានការជន់ឈាមវាធ្វើឲ្យការអភិវឌ្ឍចិញ្ចឹមគោមានបញ្ហាច្រើនមែនទែនដោយហេតុផលនេះឯងយើងចង់ជំនួសដោយការគោបាពាក់ផ្ទាល់គឺតាមរយៈការបង្កាត់គោសិប្បនិមិត្តនេះការកែប្រែពូជនេះសំខាន់គឺឲ្យគាត់មានលក់គោនឹងបានតម្លៃថ្លៃមុនដំបូងគឺមានការលំបាកកសិករគាត់មានការលំបាកជឿគាត់កំណត់បាក់ទទួលយកមកបាទអញ្ចឹងមុនដំបូងយើងអនុវត្តតែទៅលើកសិករណាដែលគាត់មានចំណេះដឹងខ្ពស់ហើយជាពិសេសគឺមន្ត្រីជំនាញដែលធ្វើគំរូបើអញ្ចឹងអ្វីដែល500ក្បាលជាងនៅក្នុងខេត្តតាកែវនេះគឺយើងអនុវត្តទៅគ្រប់ខេត្តគ្រប់ស្រុកទាំងអស់បាទគ្រប់ស្រុកទាំងអស់នៅក្នុងខេត្តតាកែវនេះហើយជាពិសេសគឺទៅលើកសិករដែលមានចំណេះដឹងហើយគាត់មានចង់ការកែប្រែគាត់ជឿជាក់ទៅលើបច្ចេកទេសហើយមួយទៀតគឺទៅលើអ្នកបច្ចេកទេសយើងតែម្ដងអានេះជាគំរូគេណាជាគំរូគេអាហ្នឹងទី1ហាក់នំពោថាធ្វើម៉េចគាត់អនុវត្តតាមបច្ចេកទេសអញ្ចឹងទី1ពូជល្អប្រកាសល្អហើយគាត់ត្រូវថែទាំគាត់ត្រូវដាំដំណាំផ្ដល់ចំណីឲ្យវាដល់ដំណាំចំណីសត្វបាទយើងត្រូវចាក់វ៉ាក់សាំងហើយយើងមានពូជល្អអញ្ចឹងធ្វើឲ្យការចិញ្ចឹមសត្វហ្នឹងមានល្អហើយទីផ្សាររាល់ថ្ងៃនេះយើងឃើញថាគឺថ្លៃបើគិតទៅគោនេះគឺថ្លៃជាងគេបំផុតបាទគឺមានគោគឺមានលុយច្រើនជាងមុខរបរផ្សេងរាល់ថ្ងៃនេះខេត្តពោធិ៍សាត់ដែលស្ថិតនៅភាគខាងលិចនៃព្រះរាជាណាចក្រកម្ពុជាគឺជាកន្លែងដំបូងដែលការបង្កាត់ពូជគោសិប្បនិមិត្តនៅក្នុងស្រុកខ្មែរបានចាប់ផ្ដើមមុនគេគឺនៅក្នុងស្រុកបាកានលោកគង់រាត្រីដែលជាគ្រូបណ្ដុះបណ្ដាលការបង្កាត់គោតាមបច្ចេកទេសសិប្បនិមិត្តរបស់គម្រោងសហគមន៍អឺរ៉ុបគឺជាអ្នកនាំយកបច្ចេកទេសនេះមកស្រុកខ្មែរនិងចាប់ផ្ដើមបង្កាត់ដំបូងនៅក្នុងភូមិធ្នោះតាចាបឃុំស្នាមព្រះស្រុកបាកានខេត្តពោធិ៍សាត់នៅក្នុងឆ្នាំ2008គម្រោងនៃការបង្កាត់សិប្បនិមិត្តគោនេះអាចដំណើរការបានក៏ដោយសារការគាំទ្រពីសំណាក់អាជ្ញាធរមូលដ្ឋានក៏ដូចជាមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទដោយសារមើលឃើញអំពីផលវិជ្ជមាននិងការផ្ដល់ផលចំណេញដល់ប្រជាកសិករខ្មែរយើងបានសហការជាមួយនឹងខាងបសុភិបាលបន្តទៅទៀតដើម្បីបន្តបង្កាត់ពូជហើយនឹងបន្តជួយព្យាបាលជួយពិនិត្យរោគរបស់គោរបស់យើងដែលយើងកំពុងមានមោទនភាពថាជាគោកាត់ហើយបានច្រើនត្រឡប់មកវិញហើយប្រជាជនឥឡូវកំពុងតែបន្តគាត់លក់ស្រូវបានផលទៅគាត់ទិញគោកាត់នឹងមកចិញ្ចឹមបន្តទៀតដើម្បីលក់សាច់ពីព្រោះទីផ្សារអត់ពិបាកគម្រោងនេះគឺល្អអញ្ចឹងមានតែសុំឲ្យម្ចាស់គម្រោងនឹងកុំឲ្យតែតន់ផ្អាកអី
បន្តប្រទៀតបងព្រោះយើងត្រូវការប្រកាសអីបន្តទៀតហើយបដោះបដាលអ្នកប្រកាសនឹងឲ្យបានច្រើនឥឡូវអ្នកបច្ចេកទេសហ្នឹងគេខ្ញុំបានប្រាប់ថាខ្ញុំប្រជុំខ្ញុំប្រាប់ថាដៃបង្កើតកូនមិនមែនដៃបង្កើតកូនអីទេគឺកូនគោដៃលូកភ្លឹបដកមកវិញបានកូនគោមួយ ក្នុងនាមមន្ត្រីកសិកម្មខេត្តពោធិ៍សាត់ខ្ញុំមានការគ្រប់គ្រងអស់ពីចិត្តពីឆ្លាមក្នុងការបង្កាត់គោសព្វនិមិត្តដែលកន្លងមកនេះមន្ត្រីកសិកម្មខេត្តពោធិ៍សាត់យើងបានចាប់ផ្ដើមគម្រោង EU នេះតាំងពីឆ្នាំ 2008 ហើយគឺជារឿងមួយដែលមានសារៈសំខាន់ណាស់ហើយយើងបានជួយបណ្ដុះបណ្ដាលដល់ 14 ខេត្តបន្ថែមទៀតបាទ ការបង្កាត់គោដោយសិប្បនិមិត្តគឺជាវិធីដ៏ល្អនិងទំនើបមួយសម្រាប់ប្រជាកសិករដែលចិញ្ចឹមគោវាត្រូវបានអនុវត្តនៅក្នុងប្រទេសជាច្រើននៅលើពិភពលោកនិងទទួលបានលទ្ធផលវិជ្ជមានដោយសារតែប្រើប្រាស់ស្ពាមរបស់ពូជគោបានល្អវាអាចកាត់បន្ថយចំណាយនិងចំណេញពេលវេលាបង្កើនទិន្នផលខ្ពស់នៅក្នុងការចិញ្ចឹមគោដោយសារតែស្ពាមត្រូវបានពិនិត្យគុណភាពមុនពេលបង្កាត់ដូច្នេះអត្រាជាប់ខ្ពស់ ងាយស្រួលនៅក្នុងការដឹកជញ្ជូនដល់ផ្ទះប្រជាកសិករដែលនៅឆ្ងាយមានសុវត្ថិភាពនៅក្នុងការបង្កាត់ការពារបាននូវការឆ្លងមេរោគពីកូបាការពារមេមិនឲ្យបាក់ជើងឬខូចចង្កេះដោយសារកូបាឡើងពាក់បង្កើនជីវភាពកសិករដោយសារកូនគោដែលកើតមកមានមាឌធំលូតលាស់លឿនមិនរើសចំណីនិងធន់នឹងជំងឺជាពិសេសអាចលក់បានថ្លៃជាងគោនៅក្នុងស្រុកដោយសារតែមានតម្រូវការច្រើនពីឈ្មួញ ពីមុនមកខ្ញុំដាក់នេះអានេះចឹងឃើញថាបានល្អទី1ល្អឆ្អឹងមុំហើយសំណុកចិញ្ចឹមសំណុកអុយស៊ីទី2ទៀតវាបង្កលក្ខណៈងាយស្រួលមិនបាច់ដឹកទៅឆ្ងាយដោយថាកណ្ដាលទេហៅពេទ្យសត្វមកដល់គាត់រៀបចំសន្លងអីយើងក៏មានប្រដាប់ឈើអីឲ្យគាត់ធ្វើខ្លួនគាត់ទាំងអស់ហ្នឹងបាទនឹងវាឃើញថាស្រួលយ៉ាងដែរហើយ មួយទៀតខ្ញុំចង់បានពូជហ្មងដល់ឃើញបងវាល្អចង់បានអញ្ចឹងចង់បានទៀតបាទហើយទី3ទៀតទេចេះកាលណាយើងយកទៅដាក់អាបាធម្មជាតិហ្នឹងវាកូនវាអត់ច្រើនអត់បានសុទ្ធអញ្ចឹង គូងងរាល់ថ្ងៃប្រើរាល់ថ្ងៃដឹកឈើធ្វើផ្ទះអញ្ចឹងទៅប៉ះគេជួលដឹកស្រូវជួលគេឲ្យជួលក៏ជួលគេដែរ អត់ចេះទៅវាបាទដល់វានៅតែកម្លាំងវានៅតែដែលវាអត់ងាយស្រក់ដូចគូយើងទេបាទគាត់ដូរគូវាអាឡើងមុនចង់ធំជាងវាទុកវាអត់ឈ្នះដែរតើយកកំបីអាប្អូនធន់នៅលើមិនទុកវាឈ្នះពួកអ្នកនៅលើគេឲ្យពី10លានមួយសាខ្ញុំចេះថាចុះខ្ញុំមុខបរស៊ីហ្នឹងបើយើងលក់វាទៅយើងទិញមកទៀតយើងអត់បានប្រហែលវាបាច់ចិត្តអត់ដូចវា ចាចាំគោនោះវាចំណេញព្រោះអីវាឆាប់ធំធាត់លឿនជាងគោធម្មតារយៈពេលវាខ្លីលក់បានថ្លៃវាធំគោនឹងអាយុមកខូបកន្លះអ្នកតខាវគេឃើញចងនៅមុខផ្ទះអញ្ចឹងគេស៊ូខ្ញុំថាគោនឹងលក់អត់ចាស់គោខ្ញុំថាអត់លក់ទេលក់អី6លានខ្ញុំថាអត់លក់ទេ2លាន2500ខ្ញុំលក់ បាទខុសគ្នាសាច់វាល្អសាច់វាអត់មានយាវទីមួយសាច់វាអត់មានខ្លាញ់អញ្ចឹងទៅអានោះសាច់ច្រឡោវាល្អសាច់វាថាសាច់ល្អបណ្ដោយបាទខ្ញុំដាក់ទិញចង់បានសាច់ចឹងបាទហើយគូក្នុងស្រុកយើងជួនកាលសាច់វាមិនល្អសាច់យាវច្រើនបាទហើយតម្លៃវាគេឲ្យតែគូមកចង់បានហ្មងការទិញគូក្នុងស្រុកយើងវា1លានគូបរិមិត្តវា1លាន2មកវាលើស តម្លៃពីគូស្រុកយើងបាទតម្រូវការផ្សារគេចង់បានអាគូបរិមិត្តខ្លាំងជាងអាគូយើងក្នុងស្រុកឲ្យតែមានគេយកហ្មង បច្ចេកទេសនៃការបង្កាត់សិប្បនិមិត្តគោ ចំណុចដំបូងបង្អស់ដែលម្ចាស់គោគ្រប់រូបត្រូវចងចាំនិងដឹងឲ្យច្បាស់នោះគឺលក្ខណៈសម្គាល់នៃមេគោដែលរកឈ្មោល
វាជាកត្តាដែលធ្វើឲ្យការបង្កាត់ទទួលបានជោគជ័យឬក៏មិនទទួលជោគជ័យពលគឺបង្កាត់មិនជាប់លោកកណោសម្គាល់ពេលមេកូរោគឈ្មោះ យើងដឹងហើយថាសញ្ញារោគឈ្មោះរបស់មេគោនឹងមាន3ដំណាក់កាលទី1ហ្នឹងគឺវាគូវាមិននៅស្ងៀមទេវាឆ្លេឆ្លាវាដើរច្រើនវាបន្ថយចំណីហើយវាឡើងពាក់គេពាក់ឯងរហូតដល់ពាក់មនុស្សពាក់ម្ចាស់ពាក់អីទៀតប៉ុន្តែអ្វីដែលកត្តាសំខាន់នោះបើមានបាល់ឡើងពាក់វាគឺវាអត់ឲ្យពាក់ទេហើយបើសិនជាយើងពិនិត្យមើលទៅប្រដាប់ភេទនៅខាងក្រោយនេះយើងឃើញថាមានសភាពធម្មតាវាមានប្រែប្រួលសភាពប្រែប្រួលតិចណាស់ដូច្នេះដំណាក់កាលទី1នេះឯងដែលម្ចាស់សត្វមិនគួរដឹកមេគោយកទៅឲ្យអ្នកដែលមានបាគោពាក់ទេឬក៏អ្នកបច្ចេកទេសបង្កាត់គួរសិប្បនិមិត្តមិនត្រូវបង្កាត់ក្នុងដំណាក់កាលទី1នេះទេចូលដល់ដំណាក់កាលទី2យើងឃើញថាមេគោនៅស្ងៀមហើយឲ្យបើសិនជាមានបាវាឲ្យពាក់វាឲ្យបាពាក់ហើយបើសិនជាយើងបើកកន្ទុយមើលយើងឃើញថាប្រដាប់ភេទនោះឡើងធំខុសប្រក្រតីហើយមានហៀទឹករំអិលនៅដំណាក់កាលទី2នេះឯងដែលអ្នកដែលមានគូបានឹងគួរបង្កាត់ទៅលើមេគូរបស់កសិករហើយអ្នកបច្ចេកទេសក៏គួរបង្កាត់សិប្បនិមិត្តនឹងនៅក្នុងដំណាក់កាលទី2នេះដែរចូលដល់ដំណាក់កាលទី3គឺជាដំណាក់កាលដែលមេគូនឹងអស់អារម្មណ៍ហើយគឺវាដើរចេញហើយវាដើរចេញពីវងវាដើរចេញពីកន្លែងណាដែលវាធ្លាប់នៅនឹងមានន័យថាបើសិនជាមានគូបាឡើងពាក់ក៏វាអត់ឲ្យពាក់បើសិនជាយើងបង្កាត់ដោយសិប្បនិមិត្តក៏អត់ជាប់ទេរយៈពេលដែលអាចបង្កាត់បានទាំងអស់គ្នាដឹងហើយថាកត្តាសំខាន់ដូចខ្ញុំបានរៀបរាប់មានកត្តាច្រើនណាស់ដែលវាធ្វើឲ្យមេគោនឹងវាបង្កកំណើតផើមបានប៉ុន្តែយើងផ្ដោតទៅលើតែសញ្ញារោឈ្មោលនិងពេលវេលាដ៏ល្អ12ទៅ18ម៉ោងតែប៉ុណ្ណោះឯងប៉ុន្តែអ្វីដែលសំខាន់សម្រាប់កសិករនោះគឺការផ្ដល់ព័ត៌មានឲ្យទាន់ពេលវេលាបើសិនជារល្ងាចស្មើណាសូមផ្ដល់ព័ត៌មានមកឲ្យច្បាស់ដល់អ្នកបច្ចេកទេសបើរពេលព្រឹកម៉ោងប្រមាណគឺសូមទូរស័ព្ទឧទាហរណ៍បើ6ព្រឹកអញ្ចឹង6ល្ងាចឡើងទៅហ្នឹង6 7ហ្នឹងយើងអាចមកប្រកាសបានហើយក៏ធ្វើសន្លងនៅផ្ទះជំរាបជូនថាសន្លងនេះវាមានសារៈសំខាន់មែនទែនក្នុងការចាក់វ៉ាក់សាំងក្នុងការព្យាបាលសត្វយើងគួរត្រូវធ្វើសន្លងយើងឲ្យបានមាំទាំតែសម្រាប់យើងពេលនេះគឺយើងចង់ជំរាបជូនអំពីការធ្វើសន្លងនេះដើម្បីបញ្ចូលគោក្នុងការបង្កាត់សិប្បនិមិត្តយើងសន្លងនេះមានតួនាទីសំខាន់ដែលយើងគួរតែចំណាយឈើដ៏មាំទាំរកន្លែងក្រោមដើមឈើក្រោមកន្លែងណាមានដើមឈើមកលុបឲ្យបានស្រួលបួលហើយយើងវាយវាឲ្យជាប់ការធ្វើសន្លងនេះទៀតខ្ញុំសូមជម្រាបថាវាទៅតាមអាស្រ័យទំហំរបស់គោយើងគោធំគោតូចគោវែងគោខ្លីហើយអានេះវាធំឬក៏វាតូចបច្ចេកទេសក្នុងការបង្កាត់សិប្បនិមិត្តគោអញ្ចឹងយើងឃើញហើយយើងត្រូវលាងសម្អាតអនាម័យឲ្យអស់លាមកឲ្យអស់ណែស្អីផ្សេងធូលីអីនៅជាប់ណែរុនគូតហើយនឹងប្រដាប់ភេទរបស់មេគូនេះហើយយើងយកกระดาษនេះជូតទៀតបាទវិញជូតយើងយកกระดาษនេះជូតឲ្យស្ងួតទៀតយើងជូតឲ្យស្ងួតឲ្យស្អាតមុននឹងយើងដាក់ដៃរបស់យើងនឹងចូលទៅក្នុងរុនគូតរបស់គោចឹងបន្ទាប់ពីនឹងហើយជូតกระดาษឲ្យស្អាតហើយក៏យើងចាប់លូកចូលទៅបាទតែយ៉ាងណាក៏ដោយក៏យើងត្រូវថាព្រោះធម្មតាតែលូកចូលទៅវាភ្ញាក់វាឈឺយើងត្រូវតែប្រយ័ត្នប្រយែងជើងរបស់យើងឃើញទេយើងត្រូវតែធ្វើអញ្ចឹងលមួកនឹងយើងត្រូវបាវាចេញមកអស់ប៉ុន្តែយើងមិនមែនទៅលូកបាយកលមួកចេញដកចេញហើយដាក់ចូលវិញទៀតទេយើងគ្រាន់តែបាយកលមួកវាចេញនឹងមកបាលមួកឲ្យច្បាច់ដៃច្បាច់លមួកទៅលមួកនឹងវាចេញមកវាចេញមកទាល់តែអស់លមួកនឹងហើយនេះបានយើងធ្វើអញ្ចឹងពីព្រោះយើងចង់ដឹងពីទីតាំងរបស់កស្បូនតែកស្បូនវានៅទីតាំងកន្លែងណាកស្បូននឹងឯងជាផ្លូវដ៏សំខាន់ដែលយើងដាក់AI gun
កាភ្លើងនឹងចូលទៅតាមរថកស្បូននឹងចឹងដោយសារតែខ្ញុំដឹងហើយពីទីតាំងរបស់កស្បូនហើយលិមួកក៏វាអស់ដែរចឹងយើងដកមកវិញតាមស្រួលតាមស្រួលរួចហើយយើងឃើញហើយថាលិមួកវាជាប់ទៀតហើយវាប្រឡាក់ប្រឡូសអញ្ចឹងខ្ញុំចោលអានេះទៅក្នុងធុងมันអាចយកវាទៅលាងទឹកអីយកមកប្រើម្ដងទៀតទេពីព្រោះវាប៉ះពាល់ទៅដល់បញ្ហាសុខភាពគោឃើញទេយើងសម្អាតទឹកអីស្អាតម្ដងទៀតហើយយើងជូតយើងមានកដាស់របស់យើងនេះមិញសើមប្រឡាក់ប្រឡោះលាមកឥឡូវនេះលាមកត្រូវបានស្អាតហើយយើងក៏យកกระดาษទៅជូតសម្អាតឲ្យស្ងួតផងដែរយើងដូចបានជម្រាបអញ្ចឹងបន្ទាប់ពីយើងបានដាក់ស្រោមដៃលូកចូលបានលាមកស្ទាបឲ្យអស់ហើយដៃយើងនេះទាំងស្ដាំទាំងឆ្វេងយើងប្រឡាក់ហើយប្រឡាក់ប្រឡោះអញ្ចឹងយើងមិនអាចទៅកាន់នៅប្រើទៅរៀបចំឧបករណ៍ឲ្យបានទេត្រូវតែសម្អាតអនាម័យឲ្យបានស្អាតដៃយើងនឹងអញ្ចឹងយើងឃើញហើយថារែកទុំរុនគូតហើយនឹងប្រដាប់ភេទរបស់មេគោនឹងស្ងួតស្អាតចឹងបានតែយើងនឹងត្រូវអីដៃម្រាមដៃរបស់យើងពីរតែយើងទេខ្ញុំប្រើ AI កាន់កំភ្លើងដៃស្ដាំខ្ញុំលូកចូលរុនគូតដៃឆ្វេងខ្ញុំនឹងលូកចូលម្រាមដៃពីរចូលទៅក្នុងរុនគូតរហូតមេដៃរបស់ខ្ញុំនេះមេដៃនេះហើយនឹងនាងដៃនេះយើងញែកយើងហើយកំភ្លើងរបស់យើងនេះដាក់ចូលក្នុងមុំ45អង្សាហេតុអីក៏យើងមិនដាក់ត្រង់បើសិនជាយើងដាក់កំភ្លើងត្រង់វានឹងចូលផ្លោកមុំដែលអង់គ្លេសគេហៅថា blender ចឹងបើយើងត្រូវដាក់ថា45អង្សារួចឃើញទេវាមិនស្រួលទេ45អង្សាឬហើយយើងរុញទៅក្នុងបន្តិចបាទចឹងយើងចូលប្រហែលជាទឹកឬក៏ពីទឹក10-20សង់ទីម៉ែត្រយើងនឹងទាញនេះចេញនេះដៃយើងនេះទាញស្រោមអនាម័យខាងក្រៅពីព្រោះបើសិនជាយើងអត់ទាញទេសេមិនស្ពមនោះលបាយស្ពមវាអត់ចេញទេពីព្រោះវាបិទចិត្តអញ្ចឹងយើងដៃរបស់យើងលូករកចាប់កស្បូនម្ដងទៀតខ្ញុំរកឃើញហើយអញ្ចឹងមេដៃឆ្វេងរបស់ខ្ញុំមេដៃនេះគឺដាក់ឲ្យចំមាត់កស្បូនមេគោរឈ្មោលកស្បូននេះវាបើកនៅពេលដែលយើងចាប់កស្បូនបានហើយគឺអាកាភ្លើងនេះគឺយើងតម្រង់ទៅរកអាមេដៃនេះអាមេដៃដាក់ឲ្យចំមាត់កស្បូននឹងអង់គ្លេសគេហៅថា external os of cervix ឥឡូវនេះគឺចំហ្នឹងហើយចំហើយខ្ញុំរុកចូលវាលាន់គ្រឹកចឹងប្រហែលជា3អាហ្នឹងឆ្លងឲ្យផុតខ្ញុំនឹងបាញ់អានេះគឺ2ភាគខ្ញុំបាញ់អានេះ2ភាគមិញនឹង3ភាគ3ឥឡូវនេះយើងបាញ់2ភាគទៅខាងមុខប្រហែលជា 1.8 សង់ទីម៉ែត្រនៃ internal os of cervix គឺអា cervix ខាងក្នុងអាមិញគេហៅថា cervix ខាងក្រៅកស្បូនខាងក្រៅគឺផ្លូវចូលដល់អាក្នុងនោះគឺដូចផ្លូវចេញអញ្ចឹងយើងហៅថា internal os of cervix ប្រហែលជា 1.8 សង់ទីម៉ែត្រហើយនេះបានយើងដឹង 1.8 ហើយនេះបានយើងដឹង2ពីព្រោះយើងត្រូវប្រើអារម្មណ៍របស់យើងឆ្លងផុតវាគ្រឹកបីដងទៅយើងរុញតិចទៅហើយយើងមើលអាកាភ្លើងនេះយើងមើលអា piston អានេះគេហៅ piston នេះប្រហែលជា3ភាគមិញចឹងឥឡូវយើងបាញ់អស់2ភាគហើយយើងត្រូវបាញ់សល់1ភាគទៀតយើងដកមកវិញមកនៅអាកន្លែងចន្លោះ internal ហើយនិង external os of cervix គឺនៅចំកណ្ដាលអា cervix កស្បូនខាងក្នុងនិងកស្បូនខាងក្រៅឲ្យចំកណ្ដាលនឹងគឺយើងបាញ់មកភាគទៀតនឹងឲ្យអស់រួចហើយយើងដកចេញមកបាទឃើញទេអានេះយើងដកបាញ់វាអញ្ចឹងមិនបានបាទរួចយើងទះវាដើម្បីអីដើម្បីពីព្រោះយើងដឹងហើយថាបើយើងដាក់ត្រូវពីគេហៅថា ovulation ពេលម៉ោងដែលមេជីវិតញី
វាធ្លាក់ចេញពីអូវរីព្រោះ21ថ្ងៃវត្តរបស់វាត្រូវតែរយឈ្មោះអានេះយើងបច្ចេកទេសដូចខ្ញុំបានជម្រាបពីម្សិលមិញអញ្ចឹងតែ21ថ្ងៃនឹងមកអាមេជីវិតវារបស់វានឹងវាធ្លាក់ចឹងចាប់ធ្លាក់ពី2 10ម៉ោងទៅ8 10ម៉ោងវាចាប់ធ្លាក់បើធ្លាក់មកចំពេលដែលយើងដាក់នេះអាមេជីវិតឈ្មោះវាទៅហើយវាជួបគ្នាហើយយើងផ្ទះនេះវាដូចជាដាស់វាដូចជាឲ្យវានឹងវាចាប់បាទអារម្មណ៍វាប្រើអារម្មណ៍ feeling របស់វាអាសរីរាង្គរបស់វានៅខាងក្នុងវាត្រូវថាធ្វើយ៉ាងម៉េចឲ្យញីឯងឈ្មោះវាបានជួបគ្នាហើយវាអាចចាប់គ្នាជាគូកន្លែងណារួចបានវាចាប់ទៅរកកន្លែងដើម្បីបង្កកំណើតបានកូនហើយបានឈ្មោះទៀតណាបាត់ចង់បានញីឡងបានញីទុកពូជទៀតបច្ចេកទេសក្នុងការថយរសាស្ពែមគោនិង liquid nitrogen ខ្ញុំសូមផ្ដាំផ្ញើបន្តទៅទៀតដល់បងប្អូនអ្នកបច្ចេកទេសគ្រប់ខេត្តក្រុងមេត្តាជ្រាបថាការត្រួតពិនិត្យគុណភាពនៃស៊ីមិនឬក៏ស៊ីមិននោះវាមានតួនាទីសារៈសំខាន់ណាស់ពីព្រោះភាពរស់របស់វាតាមបច្ចេកទេសត្រូវឲ្យចាប់ពី 40% ឡើងទៅតែ 40% ចុះដូច្នេះអត្រាបង្កកំណើតវាទាបណាស់រហូតទៅដល់អត់ផើមទេដល់មកដល់ទីនេះយើងដាក់ស៊ីមិននៅក្នុងធុងនេះយើងរក្សាយើងទុកពេលយូរអញ្ចឹងប្រហែលជា2អាទិត្យឬក៏មួយខែ2ដងយើងគួរយកចំណាយស៊ីមិនមួយយកមកត្រួតពិនិត្យដោយខ្លួនយើងតាមរយៈមីក្រូស្កូបនេះក្រោយពីបានតាមដានទស្សនាវីដេអូឯកសារមួយនេះហើយយើងខ្ញុំសង្ឃឹមថាលោកអ្នកនឹងអាចយល់ច្បាស់ហើយនឹងអាចអនុវត្តផ្ទាល់ពីវិធីសាស្ត្រនៃការបង្កាត់ពូជគោតាមលក្ខណៈសុបនិមិត្តការបង្កាត់ពូជគោនេះអាចធ្វើឲ្យប្រជាកសិកររកចំណូលបានខ្ពស់ដោយសារតែកូនគោកើតមកលូតលាស់បានល្អមានមាឌធំហើយជាពិសេសទៅទៀតនោះមានតម្រូវការខ្ពស់ពីឈ្មួញនៅក្នុងទីផ្សារនិងលក់បានតម្លៃថ្លៃទៀតផងសម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចទំនាក់ទំនងផ្ទាល់ទៅនាយកដ្ឋានផលិតកម្មនិងបសុព្យាបាលនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទតាមរយៈលេខទូរស័ព្ទដែលមាននៅខាងក្រោមនេះដូច្នេះនៅពេលនេះខ្ញុំបាននឹងក្រុមការងារសូមអរគុណនិងសូមគោរពលា